បន្ទាន់ខ្មែរនាំគ្នាសាទរធ្វើការប្តឹងនិងបញ្ចុះបញ្ចូលទៅ UN រហូតបានលទ្ធផលអង្គការសហប្រជាជាតិ UN ជំរុញឲ្យមានបទច្បាញ់ដើម្បីការពារប្រជាពលរដ្ឋឯកឧត្តមកែវរេមីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបង្ហោះសារដោយអារម្មណ៍រំភើបថានៅទីបំផុតការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានទទួលយកបញ្ហានេះនិងចេញសេចក្តីថ្លែងការណ៍ជាផ្លូវការខណៈដែលសារព័ត៌មានកម្ពុជារាយការណ៍ថា UN កំពុងជំរុញឲ្យមានបទច្បាញ់និងការពារប្រជាពលរដ្ឋជាបន្ទាន់ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានអំពាវនាវឲ្យប្រទេសកម្ពុជានិងថៃបញ្ឈប់អំពើភាពជាសត្រូវនឹងគ្នានិងវិលត្រឡប់ទៅតុចរចាជាបន្ទាន់ដោយសារតែប្រជាពលរដ្ឋជិតកន្លះលាននាក់ត្រូវបានបង្ខំឲ្យភៀសខ្លួនដោយសារចំនួនតាមព្រំដែនបានកើតឡើងលោក Jeremy Lawrence អ្នកនាំពាក្យសិទ្ធិមនុស្សរបស់ UN បានថ្លែងថាមានការរាយការណ៍មកថានៅតំបន់ជុំវិញភូមិជាច្រើននិងទីតាំងវប្បធម៌កំពុងត្រូវបានវាយប្រហារដោយយន្តហោះចម្បាំង drone និងកាំភ្លើងធំស្ថិតក្រោមការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញរវាងភាគីទាំងពីរក្រោមច្បាប់សង្គ្រាមបង្ហាញយ៉ាងច្បាស់ថាការការពារប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលគឺត្រូវយកចិត្តទុកដាក់យ៉ាងសំខាន់បំផុតភាគីទាំងពីរត្រូវតែបញ្ឈប់ការបាញ់ប្រហារជាបន្ទាន់ហើយត្រូវត្រឡប់ទៅកិច្ចព្រមព្រៀងនឹងការចរចាមិនដឹងថារដ្ឋាភិបាលថៃបានត្រៀមវិធីដោះស្រាយចំពោះបញ្ហានេះរួចហើយឬនៅ